dây bị cua sa cầm pul đôi chỉ pram nè cua sa cầm pulในក្នុងសម័យសនុគ្រួសារកំពូល5នាក់តកូលដែលធ្វើនាយករដ្ឋមន្ត្រីធ្វើអគ្គមហាសេនាសិនសានប៉ែននុតញឹកជឡុងលន់ណុលអឹងអងសានតកូលទាំង5ហ្នឹងអត់មានតកូលគេមួយហ្នឹងអត់មានមនុស្សខូចឬក៏ធ្វើអំពើអន្តពេលអត់មានទេអត់មានទេកូនចៅគេអត់មានទេកូនចៅសិនសានក៏អត់មានប៉ែននុតក៏អត់មានញឹកច្រឡុងក៏អត់មានលន់ណុលក៏អត់មានអឺហងសានអត់មានអានឹងកំពូលអ្នក5មន្ត្រីកំពូល5អត់មានទេបន្តមកទៀតមនុស្សល្បីក្រៅពីកំពូលគ្រួសារទាំង5ហ្នឹងមនុស្សល្បីដូចជាអឹងអ៊ីណាដូចជាអឹងអ៊ីអត់មានណាដូចជាគ្រួសារកំពូលមួយដែរគាត់ច្បាយក្រុងអបាល់ក្រុងភ្នំពេញខ្ញុំចេះតែភ្លេចឈ្មោះខ្ញុំឥឡូវចាស់ដែរហើយខ្ញុំចេះភ្លេចទៅខានលើកមកនិយាយដូចអត់ទេសុភ័ក្រអបាល់ក្រុងភ្នំពេញណានឹកឡើងឃើញខ្ញុំនឹកឡើងឃើញបន្ទាប់ពីកំពូល5ទេផនត្រូវបាទទេផនណាទេផនគ្រួសារដូចជាអឹងអ៊ីទេផនអីហ្នឹងគ្រួសារចំណាស់ធំដុំបន្ទាប់ពីកំពូលទាំង5ហ្នឹងមកក៏គេអត់មានបញ្ហាណាហើយបើនិយាយពីរឿងសេដ្ឋីទាំងអស់នៅក្នុងប្រទេសកម្ពុជាអត់មានសេដ្ឋីណាមានកូនចៅអន្តពេលទេអត់មានណាហើយបន្តមកទៀតកូនអភិបាលខេត្តនិងរាជប្រតិភូណាកូនចៅក៏មិនខានតាដេញចាញ់មកប្រើតាដេញចាញ់អស់អូខេរំខានតាកូនឯងរំខានតាដេញចាញ់ណានិយាយពីរឿងតកូលសេដ្ឋីនៅភ្នំពេញទាំងអស់សេដ្ឋីនៅតាមខេត្តអត់មានសេដ្ឋីណាមានកូនចៅអត់មានសេដ្ឋីណាដែលកូនចៅអន្តពេលមិនមែនទេបន្ទាប់មកអបាលខេត្តកូនចៅអបាលខេត្តទោះបីវាទំនើងបន្តិចបន្តួចតែវាអត់អន្តពេលទេដូចតែចាក់កូនកំមុំគេអីឬក៏ល្បីដោយអាតូអីអត់ទេអត់មានទេពីដើមអត់មានទេវាម៉ែឲ្យវាចេះខ្មាស់អត់មានទេអត់មានយ៉ាងងាងទេដោយអាជាដោយអាតូដោយអីអត់ទេអត់មានទេអត់មានអញ្ចឹងទេអត់មានល្បីល្បាញអីអញ្ចឹងទេគឺអត់ទេមានដែរគេមានម៉ូតូគេជិះម៉ូតូឬក៏គេបើកឡានអីឬក៏គេពាក់អាវចាញ់ដើមទ្រូងអីបន្តិចតួចមានប៉ុន្តែក្រៅពីហ្នឹងអត់ទេហ្នឹងគឺរហូតដល់អបាលខេត្តដល់មកកូនអបាលស្រុកអបាលស្រុកនេះក៏វារៀបចំពូជម្បូរវាដែរវាអត់ហ៊ានចងាងទេកិត្តិយសរបស់វាចុះកូនមេឃុំសាហាវដូចនៅសៀមទេអត់ទេកូនមេឃុំហ្នឹងគឺជាថ្នាក់ត្រៀមនៃសង្គមអភិជនខ្មែរពីដើមអ្នកណាមានឪពុកជាមេឃុំហ្នឹងគឺអស្ចារ្យណាស់អញ្ចឹងពេលដែលคล้ายទៅជាមេឃុំណាពេលដែលคล้ายទៅជាមេឃុំអាហ្នឹងមានន័យថាគេត្រៀមខ្លួនកសាងកូនចៅគេឲ្យទៅជាអភិជនកូនមេឃុំគេគិតបញ្ជូនកូនទៅរៀនគេមិនឲ្យកូនគេធ្វើអន្តពេលទេពីព្រោះមេឃុំពីដើមធំណាបើសម័យបារាំងវិញមេឃុំធំមែនតើធំណាអ្នកភ្នំពេញឮសូរថាបានកូនប្រសាកូនមេឃុំអីហ្នឹងអស់ចាណាព្រោះបនស័កពីដើមនោះវាធំ
ធំសម្បើមណាស់វាសំខាន់សម្បើមណាស់ខេត្តមានតែ14ទេប្រទេសតូចមិនមានសម្បត្តិច្រើនណាស់ណាទេតែសេចក្តីថ្លៃថ្នូរមានច្រើនណាត្រឡប់ទៅវិញអ្វីដែលវាប៉ះពាល់សប្តាហ៍ថ្ងៃនេះគឺមកតែពី2ទេណាគឺមកតែពី2ទេមកតែពី2ទេទី1គឺខ្វះសណ្ដាប់ធ្នាប់របស់រាជរដ្ឋាភិបាលទី2គឺមេត្តាបិតាអត់គ្រប់គ្រងកូនចៅបានណាអត់គ្រប់គ្រងកូនចៅបានអាហ្នឹងអញ្ចឹងតែប៉ុណ្្នឹងទេណាអាហ្នឹងតែប៉ុណ្្នឹងទេណាអាហ្នឹងតែប៉ុណ្្នឹងទេអញ្ចឹងរៀបរាប់នេះមិនមែនរៀបរាប់ដោយអកតៈមិនមែនរៀបរាប់ចេះតែបន្ទោសទេបើរាជការស្រោចស្រង់សណ្ដាប់ធ្នាប់សង្គមបានមេត្តាបិតាទទួលខុសត្រូវណាមេត្តាបិតាទទួលខុសត្រូវចំពោះការអប់រំបុត្រធីតាសង្គមយើងកែបានតែសង្គមយើងឥឡូវកែអត់បានព្រោះយើងអត់មានរបស់ពីរហ្នឹងអត់មានយើងអត់មានណា